គេហៅខ្ញុំថាមនុស្សសម្បូរទុក្ខ Jim Birchall គាត់ជាជំនួយការរោងចក្រនៃក្រុមហ៊ុន CL Muller ខណៈពេលដែលខ្ញុំកំពុងសិក្សានៅសាកលវិទ្យាល័យយោធានៅទីក្រុង Blacksburg រដ្ឋ Virginia កាលពី17ឆ្នាំមុនខ្ញុំត្រូវបានគេដាក់ឈ្មោះថាមនុស្សសម្បូរទុក្ខខ្ញុំជាមនុស្សសម្បូរទុក្ខរហូតដល់ត្រូវឈឺជាញឹកញាប់ពីក្តីទុក្ខនេះហើយដូច្នេះហើយទើបមានគ្រែត្រៀមសម្រាប់ខ្ញុំនៅមន្ទីរព្យាបាលប្រចាំសាលាពេលគិលានុបដ្ឋាយិកាបានឃើញខ្ញុំនៅមន្ទីរពេទ្យនាងតែងតែស្រវេស្រវារោគថ្នាំងងុយដេកមកចាក់ឲ្យខ្ញុំដោយមិនចាំបាច់សួរពីអាការៈអ្វីនោះទេខ្ញុំតែងតែកើតទុក្ខនឹងអ្វីគ្រប់យ៉ាងរហូតដល់ពេលខ្លះខ្ញុំចាំមិនបានថាតើកើតទុក្ខព្រោះរឿងអ្វីនោះទេខ្ញុំកើតទុក្ខពីការខ្លាចថារៀនធ្លាក់ពីមហាវិទ្យាល័យព្រោះលទ្ធផលនៃការរៀនធ្លាក់នេះចុះខ្សោយធ្លាក់ចុះហើយខ្ញុំប្រឡងរូបវិទ្យានិងមុខវិជ្ជាផ្សេងៗទៀតបានភាគរយទាបជាងសាកលវិទ្យាល័យដែលបានកំណត់ខ្ញុំកើតទុក្ខនឹងសុខភាពរបស់ខ្ញុំទុក្ខរឿងអាហារដែលមិនរលាយដែលកំពុងចាក់ដោតខ្ញុំទុក្ខរឿងដែលមិនលក់ជាដើមក្រៅពីនេះទៅមានទុក្ខរឿងអហិរញ្ញវត្ថុព្រោះខ្ញុំមិនអាចទិញអ្វីដែលសង្សារខ្ញុំចង់បានឬនាំនាងដើរលេងបានខ្ញុំក៏ទុកពីការព្រួយបារម្ភខ្លាចថានាងទៅរៀបការជាមួយនឹងអ្នកដទៃជាដើមក្នុងមួយថ្ងៃវិលរហូតដល់យប់ខ្ញុំតែងតែមានរឿងនាំឲ្យកើតទុក្ខរាប់រយប្រភេទនៅពេលខ្ញុំអស់សង្ឃឹមនឹងកំចាត់ទុក្ខកង្វល់បានខ្ញុំក៏សារភាពរឿងទាំងនេះនឹងសាស្ត្រាចារ្យ Doc Bed ដែលជាអ្នកទទួលខុសត្រូវផ្នែកគ្រប់គ្រងពាណិជ្ជកម្មប្រចាំសាលារយៈពេល15នាទីដែលខ្ញុំបាននិយាយនឹងគាត់ជួយឲ្យខ្ញុំលោតកញ្ជែងមានក្តីសុខជាងពេលណាទាំងអស់កំឡុងពេល4ឆ្នាំដែលខ្ញុំរៀននៅសាលានេះ Jim Doc Bell និយាយអញគួរតែអង្គុយរងាប់អារម្មណ៍ហើយស្វែងរកការពិតផ្សេងអញគ្រាន់តែចំណាយពេលនិងកម្លាំងនៃពាក់កណ្ដាលពេលវេលាដែលអញធ្លាប់កើតទុក្ខនោះមកពិចារណាដោះស្រាយបញ្ហាផ្សេងដែលធ្វើឲ្យអញកើតទុក្ខឯងនឹងគ្មានទុក្ខនៅសល់ទៀតទេនិស្ស័យមានទុក្ខវាជានិស្ស័យអាក្រក់មួយដែលឯងខ្លួនឯងជាអ្នកបណ្ដោយឲ្យវាស្ថិតមកនៅលើខ្លួនឯងនោះឯងគាត់បានឲ្យច្បាប់3មកដើម្បីកម្ចាត់និស្ស័យមានទុក្ខចោលគឺច្បាប់ទី1ស្វែងរកការពិតឲ្យច្បាស់ថាបញ្ហាអ្វីដែលធ្វើឲ្យអ្នកមានទុក្ខច្បាប់ទី2ស្វែងរកមូលហេតុដែលធ្វើឲ្យអ្នកកើតបញ្ហាហើយនិងច្បាប់ទី3ចាប់ផ្ដើមធ្វើអ្វីដែលនាំឲ្យកើតជាប្រយោជន៍ជាបន្ទាន់ក្រោយពេលសន្ទនាទើបខ្ញុំរៀបចំផែនការធ្វើឲ្យកើតប្រយោជន៍ជាងការកើតទុក្ខព្រោះខ្ញុំប្រឡងរូបវិទ្យាធ្លាក់ខ្ញុំបែរជាមកសួរខ្លួនឯងថាហេតុអ្វីទៅប្រឡងធ្លាក់ខ្ញុំដឹងច្បាស់ថាមិនមែនមកពីខ្ញុំល្ងងទេព្រោះបើខ្ញុំជាមនុស្សប្រភេទនោះប្រហែលជាគេមិនប្រគល់ឲ្យខ្ញុំធ្វើជាប្រធានបណ្ណាធិការទស្សនវិស័យ Virginia Tech Engineer ពីសាកលវិទ្យាល័យនេះទេខ្ញុំពិចារណាមើលដល់បុព្វហេតុដែលខ្ញុំប្រឡងធ្លាក់ខ្ញុំជួបការពិតថាព្រោះខ្ញុំមិនយកចិត្តទុកដាក់នឹងមុខវិជ្ជានេះព្រោះយល់ថាវាគ្មានប្រយោជន៍ក្នុងអាជីពការងារវិស្វករតាមរោងចក្រឧស្សាហកម្មទេដូច្នេះទើបខ្ញុំកែបញ្ហានេះឲ្យបានចប់ដោយការតាំងចិត្តរៀនជាងការទុកហើយទីបំផុតខ្ញុំក៏ប្រឡងជាប់ចំណែករឿងទុកអត់លុយវិញខ្ញុំកែដោយការរកលុយបន្ថែមពីការធ្វើការងារផ្សេងដូចជាលក់ភេសជ្ជៈពេលមហាវិទ្យាល័យមានការរំលែកដោយសុំខ្ចីលុយពីឪពុកហើយខ្ញុំនឹងសងវិញភ្លាមក្រោយពីរៀនចប់នឹងបានការងារធ្វើចំណែកទុករឿងសង្សារទៅរៀបការនឹងអ្នកដទៃវិញសូមកែដោយការសុំរៀបការនឹងនាងពេលនេះនាងជាអ្នកស្រី Jim Birchall ទៅហើយពេលនេះខ្ញុំដឹងហើយថាបញ្ហានេះទុកផ្សេងៗរបស់ខ្ញុំក្នុងគ្រានេះគឺមកពីខ្ញុំមិនស្វែងរកមូលហេតុសំខាន់ហើយប្រឈមនឹងវាឲ្យពិតប្រាកដនោះឯង Jim Birchall គឺជាអ្នកដែលរៀនយកឈ្នះទុកដោយការវិភាគទុករបស់ខ្លួនឯងគេបានប្រើគោលការណ៍តែមួយនេះឯងគឺវិភាគនឹងកែបញ្ហាឲ្យកើតជាប្រយោជន៍ជាងធ្វើឲ្យកើតទុក